សួស្តីបងប្អូនចាខ្ញុំមិនមែនជាអ្នកសាស្ត្រាចារ្យមិនមែនជាអ្នកប្រវត្តិសាស្ត្រល្បីៗនោះទេប៉ុន្តែខ្ញុំជាស្ត្រីខ្មែរម្នាក់ដែលមានបេះដូងស្រឡាញ់និងចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរគោរពដល់អំណាចនារីចានៅទីនេះខ្ញុំនៅទីនេះដើម្បីនិយាយអំពីស្ត្រីម្នាក់ដែលបានបង្កើតជាតិខ្មែរស្ត្រីនោះគឺពនាងសោមាបងប្អូនសូមសម័យមើលថាកាលពីអតីតកាលដ៏យូរលង់ណាស់មកហើយប្រទេសយើងមិនទាន់មានឈ្មោះមិនទាន់មានអ្នកគ្រប់គ្រងច្បាស់លាស់មានតែកុលសម្ព័ន្ធដែលជាស្ត្រីឈរជាអ្នកដឹកនាំកម្លាំងយោធាដើម្បីការពារដែនដីរបស់ខ្លួនយើងសម័យទៀតថាមានសំពៅមួយមកជិតឆ្នេរសមុទ្រនៅដែនដីខ្មែររបស់យើងជនបរទេសនោះឈរនៅលើសំពៅនោះគឺជាបថោងចាជាមនុស្សចាប្រថោងគឺជាមនុស្សដែលស្វែងរកសេចក្តីសុខសេចក្តីស្នេហានិងគោលដៅពិតប្រាកដនៅលើឆ្នេរសមុទ្រនោះគេបានឃើញពនាងសោមាស្ត្រីក្លាហានបានដឹកនាំទ័ពនាគចាចេញទៅដើម្បីការពារដែនដីរបស់ខ្លួនបន្ទាប់ពីអ្នកទាំងពីរបានដឹងអំពីកម្លាំងបញ្ញានិងសម្ផស្សសេចក្តីស្នេហារវាងអ្នកទាំងពីរបានកើតព្រមទន្ទឹមគ្នានៅពេលនោះដែរពួកគេបានជ្រើសរើសមិនមែនជាសង្គ្រាមទេប៉ុន្តែជាសេចក្តីស្រឡាញ់ពួកគេមិនមើលគ្នាជាសត្រូវតែគេមើលគ្នាជាគូស្វាមីភរិយានៅក្នុងជាតិថ្មីមួយនៅក្នុងការបង្កើតជាតិថ្មីមួយចាពនាងសោមាបានប្រគល់អំណាចជូនព្រះស្វាមីដើម្បីចងសម្ព័ន្ធនឹងជីវិតជាមួយបថោងចាពួកគេបង្កើតប្រទេសថ្មីមួយដែលហៅថាហ្វូណនចាកាលមុនខ្ញុំក៏អត់ដឹងដែរហ្វូណនខ្ញុំអត់ទាន់ដឹងច្បាស់ទេអញ្ចឹងហើយបានជាការស្រាវជ្រាវនាំឲ្យយើងមានចំណេះដឹងខ្លះថាតើសម័យអាណាចក្រហ្វូណននឹងវាកើតនៅពេលណាចាសម័យចក្រហ្វូណនបង្កើតដោយសេចក្តីស្រឡាញ់ចាដោយការចែករំលែកអំណាចនិងគោរពគ្នាទៅវិញទៅមកប្រវត្តិសាស្ត្រអញ្ចឹងហើយបានជាប្រវត្តិសាស្ត្ររាជវង្សខ្មែរយើងបានចាប់ផ្ដើមពីពេលនោះយើងសូមឲ្យយើងស្រឡាញ់ជាតិយើងដោយពនាងសោមាសូមឲ្យស្ត្រីខ្មែរសពថ្ងៃនេះចេះបន្តចែករំលែកបញ្ញាកម្លាំងនិងសេចក្តីស្រឡាញ់ដោយដែលពនាងបានធ្វើព្រះនាងគឺជាផ្នែកនៃព្រលឹងរបស់យើងមួយទៀតខ្ញុំចង់និយាយអំពីរឿងស្នេហាប៉ុន្តែខ្ញុំជឿថាស្នេហាដែលពិតប្រាកដស្នេហាដែលពិតប្រាកដអាចបង្កើតប្រទេសបាននៅក្នុងប្រវត្តិសាស្ត្រខ្មែរយើងមានរឿងស្នេហាមួយដែលជាគ្រឹះនៃជាតិរបស់យើងគឺជារឿងស្នេហារបស់ព្រះថោងនិងពនាងនាគសម័យនោះចានៅសម័យនោះការអប់រំមិនមែនមានជាសាលារៀនដែលមានជញ្ជាំងមានកៅអីនោះទេតែជាសិល្បៈនៃការបង្រៀនគ្នាទៅវិញទៅមកក្នុងគ្រួសារចាក្នុងក្រុមគ្រួសារបង្រៀនតាមសាសនាបង្រៀនតាមជំនឿនិងបទពិសោធន៍ជីវិតជាក់ស្ដែងឃើញទេបងប្អូននិងបង្រៀនបទពិសោធន៍ជីវិតជាក់ស្ដែងព្រះថោងបាននាំសៀវភៅបញ្ញាអក្សរសាស្ត្រនិងអ្នកប្រាជ្ញជាច្រើនមកប្រទេសខ្មែរយើងធ្វើឲ្យយើងមានពន្លឺចាពួកគេចាប់ផ្ដើមការអប់រំដោយការបង្រៀនកូនចៅអំពីសេចក្តីគោរពអំពីសេចក្តីក្លាហាននិងសុជីវធម៌ចាជាមេដាជាតិខ្មែរដែលមានបញ្ញាមិនត្រឹមតែពួកគេបង្កើតប្រទេសមួយប៉ុណ្ណោះទេប៉ុន្តែពួកគេបានបង្កើតគោលនយោបាយក្នុងចិត្តព្រះថោងនិងពនាងនាគជាមនុស្សរស់នៅជិតទឹកនិងជាមួយនឹងធម្មជាតិហើយចិត្តរបស់ពួកគាត់ពោពេញទៅដោយចំណេះដឹងពួកគាត់រៀនតាមមាត់ពីដូនពីតាដែលគាត់បានឮពីដូនពីតារបស់គាត់តមកចាពួកគេរៀនភាសាខ្មែរដែលមានភាសាសំស្ក្រឹតបាលីពួកគេមានចិត្តចង់រៀនសំខាន់នៅមានចិត្តចង់រៀននៅពេលដែលយើងមានចិត្តចង់រៀនណាអ្វីក៏យើងរៀនបានដែរចាតាមកំណត់ត្រារបស់ចិនបាននិយាយថាបថោងបាននាំភាសាសំស្ក្រឹតនិងវប្បធម៌ព្រហ្មញ្ញសាសនាចូលមកកាន់អាណាចក្រហ្វូណនយ៉ាងមានការបញ្ជាក់អំពីអក្សរសំស្ក្រឹតនៅលើរូបចម្លាក់នានាមានផុសតាងពីការបង្រៀនតាមសៀវភៅវេដាសចាបងប្អូនស្គាល់សៀវភៅវេដាសទេសៀវភៅវេដាសគឺជាសៀវភៅមួយដ៏ចាស់ជាងគេចាហើយជាសៀវភៅមុនសៀវភៅពុទ្ធទៅទៀតចានេះយោងតាមការស្រាវជ្រាវសៀវភៅវេដាសគឺជាសៀវភៅដែលមានអាយុចំណាស់ជាងគេចាព្រះអង្គមិនត្រឹមតែជាភ្លើងចក្ខុ
វិស័យខាងផ្នែកនយោបាយទេក៏ប៉ុន្តែព្រះអង្គជាភ្លើងចំណេះដឹងក្នុងសង្គមព្រះអង្គបាននាំសិភៅប្រពៃណីជំនឿតម្លាភាពនោះហើយជាការចាប់ផ្ដើមនៃប្រព័ន្ធអប់រំនិងអក្សរសាស្ត្រខ្មែរការរីចម្រើនខាងពុទ្ធសាសនាសាសនាហិណ្ឌូព្រហ្មញ្ញសាសនាប្រាសាទនិងវត្តជាកន្លែងបង្រៀនជំនឿចាបង្រៀនគ្រឹះចក្ខុជាតិចាចិត្តនិងស្មារតីពួកគាត់មិនបង្រៀនតែអក្សរទេប៉ុន្តែបង្រៀនអំពីភាពជាមនុស្សសំខាន់ណាកន្លែងនេះចាបង្រៀនឲ្យយើងស្គាល់ថាភាពជាមនុស្សតើភាពជាមនុស្សនឹងជាអ្វីនៅពេលដែលខ្ញុំមានពេលខ្ញុំនឹងស្រាវជ្រាវតើយមន័យនៃភាពជាមនុស្សហ្នឹងវាមានអ្វីខ្លះជូនបងប្អូនសន្តាប់ជាបន្តចានេះជាការអប់រំដំបូងដែលបណ្ដាលឲ្យជាតិមានគុណធម៌ចាភាសាសំស្ក្រឹតសម្រាប់សាសនាគេភាសាសំស្ក្រឹតសម្រាប់សាសនានិងរដ្ឋបាលភាសាបាលីសម្រាប់ព្រះពុទ្ធសាសនានិងភាសាខ្មែរសម្រាប់ប្រពៃណីសម្រាប់ប្រជាជនទូទៅនេះបង្ហាញថាប្រទេសខ្មែរមានការអប់រំចម្រុះតាំងពីបុរាណចាតាំងពីបុរាណហ្នឹងគឺយើងមានវិស័យអប់រំចម្រុះទៅហើយព្រះអង្គជាអ្នកបើកផ្លូវចំណេះដឹងចាព្រះអង្គទាំងពីរជាអ្នកបើកផ្លូវចំណេះដឹងជាមួយនឹងបញ្ញាដែលមានបណ្ណាល័យក្នុងចិត្តចាសំខាន់ណាស់រឿងមានបណ្ណាល័យនៅក្នុងចិត្តចាបណ្ណាល័យដែលចាក់កនៅលើដែលយើងអាចមើលឃើញមិនស្មើនឹងបណ្ណាល័យនៅក្នុងចិត្តទេចានឹងអត្ថន័យវប្បធម៌ប្រទេសមួយអាចរស់បានយូរដោយសារការអប់រំណាដោយសារការអប់រំអញ្ចឹងប្រទេសនឹងអាចរស់បានយូររស់នឹងបានន័យយើងមិនមែនចង់និយាយតែយើងស្លាប់ទេរស់នឹងគឺយើងមានជីវិតបន្តដែលពោពេញទៅដោយចំណេះដឹងចានេះហើយជាមូលដ្ឋាននៃការបង្កើតប្រទេសខ្មែរមិនត្រឹមតែជាសេចក្តីស្នេហាទេប៉ុន្តែស្នេហាដែលបង្រៀនភាពជាអ្នកដឹកនាំចាខ្ញុំសូមប្រាប់បងប្អូនទាំងអស់គ្នាអំពីភាសាដែលបានបង្រៀនមនុស្សនៅក្នុងសម័យដំបូងបំផុតនៃប្រទេសយើងនោះគឺមានអំណះអំណាងគឺជាបង្រៀនអំពីប្រាជ្ញាចាបង្រៀនពីប្រាជ្ញាយើងគួរតែរំលឹកថាព្រះថោងមិនបានយកទឹកដីកម្ពុជាដោយកម្លាំងទេតែជាការគ្រប់គ្រងរបៀបជាគ្រួសារចាឃើញទេរបៀបជាគ្រួសារកាលណាយើងដឹកនាំប្រទេសរបៀបជាគ្រួសារគាត់ស្រឡាញ់គាត់អាណិតគាត់អាសូរគាត់មេត្តាករុណាអានឹងទាំងអស់ complete តែម្ដងព្រះនាងសូមាមិនបានចាញ់សង្គ្រាមទេតែព្រះនាងជ្រើសរើសយកសន្តិភាពអញ្ចឹងនៅក្នុងរឿងហ្នឹងគេចង់និយាយថាការប្រយុទ្ធគ្នាព្រះនាងមិនបានជ្រើសរើសយកការប្រយុទ្ធឈ្នះចាញ់ទេគឺព្រះនាងចង់ជ្រើសរើសយកសន្តិភាពពួកគេចាប់ដៃគ្នាដើម្បីកើតជាឈ្មោះដែលយើងស្រឡាញ់ដល់សពថ្ងៃនេះចាគឺខ្មែរឈ្មោះខ្មែរចាប្រទេសដែលមិនមានអត្តសញ្ញាណអាចបាត់បង់វប្បធម៌ប្រទេសដែលមិនមានការគោរពអតីតកាលមិនអាចកសាងអនាគតបានទេអញ្ចឹងមកដល់ពេលនេះមកដល់កន្លែងនេះខ្ញុំចង់និយាយសរសើរដល់រាជរដ្ឋាភិបាលដែលព្រះអង្គបានដែលលោកជាថ្នាក់ដឹកនាំបានសាងសង់បានកសាងរូបថោងនាងនាគនឹងធ្វើឲ្យខ្ញុំមានចិត្តរំភើបអញ្ចឹងហើយបានជារូបចម្លាក់បថោងនឹងនាងនាគហ្នឹងគឺជា inspire me នេះធ្វើឲ្យខ្ញុំចង់ដឹងចង់រុករកប្រវត្តិខ្លះដើម្បីជម្រាបជូនបងប្អូនចានៅពេលដែលបងប្អូនបានដឹងបងប្អូនដឹងថាអូប្រវត្តិយើងអស្ចារ្យតើនេះចានេះបញ្ជាក់ថារដ្ឋាភិបាលបញ្ជាក់ថាថ្នាក់ដឹកនាំរបស់យើងបានគិតគូរហើយរំលឹកដល់អតីតកាលរំលឹកដល់ដូនតាចានេះហើយជាហេតុដែលយើងត្រូវរំលឹកគោរពដល់ព្រះនាងសោមាជាស្ត្រីដែលអាចកែប្រែប្រវត្តិសាស្ត្រខ្មែរគឺបានកើតពីសេចក្តីស្រឡាញ់ការផ្ដុំគ្នារវាងព្រះថោងនិងព្រះនាងនាគចាមួយទៀតខ្ញុំចង់និយាយថានៅសម័យហ្វូណនហ្នឹងគឺព្រះអង្គទាំងពីរបានបើកផ្លូវពាណិជ្ជកម្មដើម្បីឲ្យជាតិរស់ឃើញនៅពេលហ្នឹងសម័យអាណាចក្រហ្វូណនហ្នឹងគឺមានវិស័យពាណិជ្ជកម្មហើយស្រេចចាពួកគេបើកផ្លូវបើកទីផ្សារចាទីផ្សារតាមផ្លូវទឹកផ្លូវគោកពួកគេចែករំលែកអំណាចចាអំណោយធម៌គំនិតទំនិញនិងវប្បធម៌ពាណិជ្ជកម្មគឺជាផ្នែកមួយដើម្បីបន្តជីវិតនេះបងប្អូនពាណិជ្ជកម្មគឺជាផ្នែកមួយដើម្បីបន្តជីវិតកំណត់ត្រាចិនបាននិយាយទៀតថាអាណាចក្រហ្វូណនជានគរដែលសម្បូរដោយការឧបត្ថម្ភសម្បូរបែបចាទំនិញដឹកចេញដឹកចូលតាមកប៉ាល់និងតាមជើងគោក
ចាចូលទៅប្រទេសឥណ្ឌាចិននិងមជ្ឈិមបូព៌ាចេញចូលតាមឆ្នេរសមុទ្រខ្មែរពាណិជ្ជកម្មជាមួយស្រុកជិតខាងដូចជាចាមបាលីស្រីវិជ័យនិងស្រុកនិងនៅក្នុងស្រុកតាមផ្លូវគោកនិងផ្លូវទឹកហើយនិយាយពីទំនិញវិញមានដូចជាអំបិលដើមជ្រេះចាដើមជ្រេះស្បែកសត្វឧបករណ៍លោហៈចាខ្មែរនៅសម័យនោះមានទេពកោសល្យខាងឧស្សាហកម្មដែលធ្វើដោយដៃចាអញ្ចឹងហើយបានជាមកទល់ឥឡូវនេះបងប្អូនឃើញឯខ្មែរយើងនៅមានចំណេះដឹងហ្នឹងឃើញខ្ញុំមើលទៅក្នុង Facebook មើលនៅក្នុង TikTok ឃើញបងប្រុសគាត់ឆ្លាក់ដោយដៃអញ្ចឹងយើងតពូជពងវងតកូលរបស់យើងតពូជពងដែលមានចំណេះដឹងខាងមានទេពកោសល្យខាងកាត់ចម្លាក់ដៃណាចាតាំងពីជំនាន់ហ្វូណនមកម្លេះចាដែលយើងជាប់សាច់ជាប់ឈាមតមកអញ្ចឹងចែកចំណេះរហូតមកដល់កូនចៅជំនាន់ក្រោយនេះចាហើយប្រទេសចាប្រទេសណាដែលពង្រីកពាណិជ្ជកម្មគឺជាប្រទេសដែលបើកទ្វារសម្រាប់សន្តិភាពនិងការរីកចម្រើននេះហើយជាមូលដ្ឋានដែលដែលសេដ្ឋកិច្ចខ្មែរដំបូងបង្អស់ចាសូមអរគុណថ្ងៃនេះខ្ញុំជម្រាបជូនប៉ុណ្ណេះខ្ញុំនឹងបន្តទៅថ្ងៃក្រោយទៀតសូមអរគុណ